សួស្តីបងប្អូនសិស្សសាស្ត្រនិងមិត្តអ្នកសិក្សានៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅវិញ្ញាសាបញ្ចប់ជំពូក1កោសិកាជាមេរៀនជីវវិទ្យានៅថ្នាក់ទី11ដើម្បីជាការហ្វឹកហាត់រំលឹកមេរៀនពង្រឹងពុទ្ធិបង្កើនចំណេះដឹងទាក់ទងទៅនឹងមុខវិជ្ជាជីវវិទ្យាក្នុងវិញ្ញាសានេះខ្ញុំបានរៀបចំនៅទម្រង់សំណួរបំពេញចន្លោះហើយនឹងទម្រង់សំណួរសរសេរអូខេយើងនឹងចាប់ផ្ដើមចេញពីសំណួរបំពេញចន្លោះសំណួរទី1កាបូនឌីអុកស៊ីតទឹកអាស៊ីតក្លរីដ្រិកនិងអំបិលកាល់ស្យូមសុទ្ធតែជាពីព្រោះក្នុងម៉ូលេគុលទាំងនេះពុំមានសម្ព័ន្ធកាបូនអ៊ីដ្រូសែនទេអញ្ចឹងតើវាជាអ្វីបាទរួមមានកាបូនឌីអុកស៊ីតទឹកអាស៊ីតក្លរីដ្រិកនិងអំបិលកាល់ស្យូមជាដើមតើវាជាអ្វីនៅក្នុងសំណួរនេះគេបានបញ្ជាក់ថាម៉ូលេគុលទាំងអស់ហ្នឹងអត់មានសម្ព័ន្ធកាបូននិងអ៊ីដ្រូសែនទេអញ្ចឹងសមាសធាតុទាំងឡាយណាដែលគ្មានសម្ព័ន្ធកាបូនអ៊ីដ្រូសែនគេហៅវាថាជាសមាសធាតុអសរីរាង្គដូច្នេះពាក្យដែលត្រូវបំពេញនៅចន្លោះនេះគឺសមាសធាតុអសរីរាង្គសំណួរទី2បាទចុចជាសមាសធាតុសរីរាង្គដែលកើតឡើងពីម៉ូណូសាការីតច្រើនភ្ជាប់គ្នាដូចជាអាមីដុងក្លីកូសែនសាលូឡូសនិងឃីទីនជាដើមតើវាជាអ្វីនៅទីនេះគេបញ្ជាក់ថាវាជាសមាសធាតុសរីរាង្គហើយកើតពីម៉ូណូសាការីតច្រើនភ្ជាប់គ្នានេះជាចំណុចគួរឲ្យកត់សម្គាល់ហើយមួយទៀតឧទាហរណ៍ដូចជាអាមីដុងក្លីកូសែនសាលូឡូសនិងឃីទីនជាដើមបាទអញ្ចឹងសមាសធាតុសរីរាង្គដែលកើតពីម៉ូណូសាការីតច្រើនភ្ជាប់គ្នាយើងហៅថាជាប៉ូលីសាការីតចូលដល់សំណួរទី3អូខេនៅក្នុងសំណួរនេះមានរូបភាពមួយដែររូបខាងក្រោមនេះបង្ហាញពីសកម្មភាពរបស់កោសិកាស្ថិតក្នុងវគ្គបាទមិនដឹងថាជាវគ្គអីគេទេនៃមីតូសពីព្រោះគេឃើញក្រូម៉ូសូមទាំងអស់ប្រមូលផ្ដុំនៅអេក្វាទ័រនៃត្រយងអាក្រូម៉ាទិកក្នុងប្លង់តែមួយបង្កើតបានជាចុចបាទដើម្បីឆ្លើយសំណួរនេះសូមពិនិត្យមើលរូបភាពគេថារូបនេះបង្ហាញពីសកម្មភាពរបស់កោសិកាស្ថិតនៅក្នុងវគ្គតើជាវគ្គអ្វីបាទវគ្គអ្វីនោះយើងមើលរូបកោសិកាហ្នឹងគឺបង្ហាញថាម៉េចក្រូម៉ូសូមទាំងអស់នេះក្រូម៉ូសូមទាំងអស់វាប្រមូលផ្ដុំនៅអេក្វាទ័រនៃត្រយងអាក្រូម៉ាទិកក្នុងប្លង់តែមួយបង្កើតបានជាអីចឹងវគ្គដែលក្រូម៉ូសូមទាំងអស់ប្រមូលផ្ដុំនៅអេក្វាទ័រនៃត្រយងអាក្រូម៉ាទិកយើងហៅវាថាជាវគ្គ Metaphase អូខេអញ្ចឹងចន្លោះទី1នេះយើងបំពេញដោយពាក្យថា Metaphase បាទ Metaphase ហើយបាទនៅក្នុងប្លង់តែមួយហើយបង្កើតបានជាអ្វីបាទនៅត្រង់ចន្លោះទី2នេះនៅពេលដែលក្រូម៉ូសូមទាំងអស់វាតម្រៀបគ្នាឬក៏ផ្ដុំគ្នានៅអេក្វាទ័រនៃត្រយងអាក្រូម៉ាទិកវាបង្កើតបានទៅជាបន្ទះអេក្វាទ័របាទអញ្ចឹងនៅទីនេះយើងបំពេញដោយពាក្យថាបន្ទះអេក្វាទ័របាទសំណួរទី4ប្រូតេអ៊ីនមួយមានអាមីណូអាស៊ីតចំនួន480ចំណងពពតិតដែលត្រូវការសម្រាប់ភ្ជាប់អាមីណូអាស៊ីតទាំងនេះមានចំនួនតើមានចំនួនប៉ុន្មានបាទយើងអាចអានប្រធានម្ដងទៀតថាចំនួនអាមីណូអាស៊ីតសរុបនៅក្នុងប្រូតេអ៊ីននឹងមាន480បាទ480អូខេយើងដឹងហើយថាអាស៊ីតអាមីណេ2ភ្ជាប់គ្នាដោយចំណងពពតិតមួយនោះចំនួនចំណងពពតិតនោះត្រូវតែជាងចំនួនអាស៊ីតអាមីណេមួយអញ្ចឹងគឺយើងយកចំនួនអាស៊ីតអាមីណេដក1យើងនឹងឃើញចំនួនចំណងពពតិតអញ្ចឹងចន្លោះនេះយើងបំពេញដោយពាក្យបាទយើងបំពេញដោយ479បាទចំនួន479ដែលបានមកពី480ដក1សំណួរទី5ស៊ីកូត1ធ្វើមីតូសបាន3ថ្ងៃស៊ីកូត1ធ្វើមីតូសបាន3ថ្ងៃបង្កើតបានកោសិកាចំនួន16ធ្វើមីតូស3ថ្ងៃបង្កើតបានកោសិកាចំនួន16រយៈពេលនៃវដ្តកោសិកានីមួយៗរបស់វាស្មើនឹងបាទចុចម៉ោងតើស្មើនឹងប៉ុន្មានម៉ោងអ្វីដែលគេប្រាប់គឺជារយៈពេលសរុបនៃវដ្តកោសិកាគឺមាន3ថ្ងៃប៉ុន្តែអត់ដឹងថាវាធ្វើវដ្តកោសិកានឹងមានចំនួនប៉ុន្មានវដ្តកោសិកាឬក៏ប៉ុន្មានដងប៉ុន្មានមីតូសទេបង្កើតបានកោសិកាចំនួន16អញ្ចឹង16នេះគឺជាចំនួនកោសិកាកូនសរុបដែល
ក៏ស៊ីកូនមួយធ្វើមីតូសចំនួន3ថ្ងៃដូច្នេះដើម្បីបំពេញចន្លោះនេះជំហានដំបូងគឺយើងត្រូវដឹងចំនួនមីតូសចំនួនដងនៃមីតូសឬក៏ចំនួនដងនៃវដ្តកោសិកាសិនបាទដើម្បីដឹងចំនួនដងនៃវដ្តកោសិកានេះគឺយើងអាចរកតាមរយៈចំនួនកោសិកាកូនសរុបយើងដឹងហើយថាកោសិកាមួយគឺស៊ីកូនមួយវាធ្វើមីតូសមួយដងបានកោសិកាកូន2ស្វ័យគុណ1 2ដង2ស្វ័យគុណ2 3ដង2ស្វ័យគុណ3 n ដង2ស្វ័យគុណ n អញ្ចឹងយើងក៏ដឹងថាវាធ្វើប៉ុន្មានដងឯងដូច្នេះយើងតាំង n ហ្នឹងគឺជាចំនួនដងអញ្ចឹងយើងអាចសរសេរ2ស្វ័យគុណ n ស្មើនឹងចំនួនកោសិកាកូនសរុបគឺ16បាទ16យើងសរសេរវាទៅជាទម្រង់2ស្វ័យគុណ n ទៅគឺយើងបាន2ស្វ័យគុណ4អញ្ចឹងនាំឲ្យគេទាញបាន n ស្មើ4ដងឬក៏4វដ្តកោសិកា4វដ្តកោសិកានេះប្រើរយៈពេល3ថ្ងៃឬក៏72ម៉ោងអូខេអញ្ចឹងយើងឃើញ4វដ្តកោសិកាប្រើរយៈពេល72ម៉ោងហើយអ្វីដែលគេសួររកគឺរយៈពេលក្នុងមួយវដ្តកោសិកាឬរយៈពេលនៃវដ្តកោសិកានីមួយៗដូច្នេះយើងយក72ចែកនឹង4ទៅយើងឃើញ18ម៉ោងអញ្ចឹងចន្លោះនេះយើងបំពេញដោយ18បាទឥឡូវនេះយើងចូលដល់សំណួរសរសេរនៅក្នុងទម្រង់សំណួរសរសេរខ្ញុំមាន3-4សំណួរដែរបាទសំណួរទី1នុយក្លេអូទីតជាអ្វីវាផ្សំឡើងពីធាតុអ្វីខ្លះអ្វីទៅជានុយក្លេអូទីតហើយតើនុយក្លេអូទីតនីមួយៗផ្សំឡើងពីអ្វីខ្លះនុយក្លេអូទីតគឺជា monomer ឬជាធាតុបង្កតូចៗនៃអាស៊ីតនុយក្លេអ៊ិកនុយក្លេអូទីតនីមួយៗផ្សំឡើងពីទី1គឺជាបាសអាសូត1ស្ករគឺជាស្ករប៉ុងតុស1ម៉ូលេគុលក្នុងនោះជាស្ករដេអុកស៊ីរីបូសក្នុង ADN និងស្កររីបូសនៅក្នុង ARN អញ្ចឹងស្ករហ្នឹងគឺខុសគ្នាណារវាង ADN និង ARN ប៉ុន្តែនុយក្លេអូទីតនីមួយៗក្នុងអាស៊ីតនុយក្លេអ៊ិកគឺមានបាសអាសូត1ហើយនឹងស្ករមួយទៀតគឺជាបណ្ដុំហ្វូស្វាតមួយបាទម្ដងទៀតនុយក្លេអូទីតជា monomer ឬធាតុបង្កតូចៗនៃអាស៊ីតនុយក្លេអ៊ិកនុយក្លេអូទីតនីមួយៗផ្សំឡើងពីបាសអាសូត1ស្ករ1ម៉ូលេគុលស្ករដេអុកស៊ីរីបូសក្នុង ADN និងស្កររីបូសនៅក្នុង ARN បណ្ដុំហ្វូស្វាតមួយសំណួរទី2ក្នុងចំណែកកោសិកាមានបាតុភូតសំខាន់2ដែលធ្វើឲ្យកោសិកាមេនិងកោសិកាកូនមានចំនួននិងរូបរាងក្រូម៉ូសូមដូចកោសិកាមេតើបាតុភូតទាំងពីរនោះជាអ្វីនៅវគ្គណាបាទបាតុភូតទាំងពីរនោះគឺការដំឡើងទ្វេក្រូម៉ាទីតឬដំឡើងទ្វេ ADN កើតនៅវគ្គ S នៃចន្លោះវគ្គទី2គឺជាការចែកក្រូម៉ូសូមស្មើគ្នាទៅកាន់ប៉ូលនៅវគ្គអាណាផាសនៃមីតូសអញ្ចឹងបាតុភូតមាន2ហ្នឹងគឺទី1ការដំឡើងទ្វេក្រូម៉ាទីតឬដំឡើងទ្វេ ADN នៅក្នុងវគ្គ S នៅចន្លោះវគ្គទី2ជាការចែកក្រូម៉ូសូមស្មើគ្នាទៅប៉ូលនៅវគ្គអាណាផាសនៃមីតូសបាតុភូតទាំងពីរនេះហើយដែលធ្វើឲ្យកោសិកាមេនិងកោសិកាកូនមានចំនួននិងរូបរាងក្រូម៉ូសូមដូចគ្នាសំណួរទី3ដូចម្ដេចដែលហៅថាចំណងប៉ាប់ទីតចូលសរសេររូបមន្តទូទៅឌីប៉ាប់ទីតដោយបញ្ជាក់ពីចំណងប៉ាប់ទីតឲ្យបានត្រឹមត្រូវចំណងប៉ាប់ទីតជាសម្ព័ន្ធកូវ៉ាឡង់ដែលភ្ជាប់បណ្ដុំកាបុកស៊ីលនៃអាមីណូអាស៊ីតមួយទៅនឹងបណ្ដុំអាមីននៃអាមីណូអាស៊ីតមួយទៀតហើយបង្កើតបានទឹកមួយម៉ូលេគុលឬយើងអាចនិយាយថាចំណងប៉ាប់ទីតជាសម្ព័ន្ធកូវ៉ាឡង់ដែលភ្ជាប់អាមីណូអាស៊ីត2បាទហើយនេះគឺជារូបមន្តទូទៅឌីប៉ាប់ទីតគឺយើងសរសេរបែបហ្នឹងមកវាកើតចេញពីអាស៊ីតអាមីណេឬក៏អាមីណូអាស៊ីត2ភ្ជាប់គ្នានៅក្នុងនោះចំណងប៉ាប់ទីតគឺវាកើតឡើងរវាងបណ្ដុំកាបុកស៊ីលរបស់អាមីណូអាស៊ីតមួយដោយវាផ្ដាច់ OH ហើយនឹងបណ្ដុំអាមីននៃអាមីណូអាស៊ីតមួយទៀតដោយវាផ្ដាច់អ៊ីដ្រូសែនអញ្ចឹងកន្លែងនេះវាបង្កើតបានទឹកមួយម៉ូលេគុលអញ្ចឹងត្រង់នេះគឺជាចំណងប៉ាប់ទីតសំណួរទី
ចូលពន្យល់ពីបាតុភូតនៃដំណឹកនាំទឹកចូលទៅក្នុងកោសិកាពន្យល់ពីបាតុភូតនៃដំណឹកនាំទឹកចូលទៅក្នុងកោសិកាតើទឹកចូលទៅក្នុងកោសិកានេះវាប្រព្រឹត្តទៅបានយ៉ាងដូចម្ដេចបាទបាតុភូតនៃដំណឹកនាំទឹកចូលទៅក្នុងកោសិកាយើងហៅថាជាបាតុភូត Deplasmolysis បណ្ដាលមកពី solution hypotonic គឺកំហាប់ solution នៅក្រៅកោសិកាទៀបជាងកំហាប់ solution នៅក្នុងកោសិកាធ្វើឲ្យទឹកសាយចូលទៅក្នុងកោសិកាហើយធ្វើឲ្យកោសិការីកមាឌសំណួរទី5ចូលប្រៀបធៀបអាស៊ីតខ្លាញ់ឆ្អែតនិងអាស៊ីតខ្លាញ់មិនឆ្អែតប្រៀបធៀបអាស៊ីតខ្លាញ់ឆ្អែតនិងអាស៊ីតខ្លាញ់មិនឆ្អែតអញ្ចឹងយើងដាក់មកថាលក្ខណៈដូចអាស៊ីតខ្លាញ់ឆ្អែតនិងអាស៊ីតខ្លាញ់មិនឆ្អែតគឺជាច្រវាក់វែងនៃកាបូននិងអ៊ីដ្រូសែនដែលនៅខាងចុងមានបណ្ដុំកាបុកស៊ីលនេះជាលក្ខណៈដូចគ្នាលក្ខណៈខុសគ្នាចំពោះអាស៊ីតខ្លាញ់ឆ្អែតអាតូមកាបូននីមួយៗភ្ជាប់គ្នាដោយសម្ព័ន្ធទល់គឺអាតូមកាបូនភ្ជាប់គ្នាដោយសម្ព័ន្ធទល់មានអាតូមអ៊ីដ្រូសែនគ្រប់គ្រាន់អញ្ចឹងបានអាតូមកាបូនវាត្រូវភ្ជាប់គ្នាដោយសម្ព័ន្ធទល់ពីព្រោះវាមានអាតូមអ៊ីដ្រូសែនគ្រប់គ្រាន់ក៏ជានិច្ចនៅក្នុងសីតុណ្ហភាពធម្មតាហើយភាគច្រើនវាមានប្រភពនៅក្នុងសាច់ឬខ្លាញ់វាអាចបង្កជំងឺបេះដូងចំពោះអាស៊ីតខ្លាញ់មិនឆ្អែតវិញមានអាតូមកាបូនភ្ជាប់គ្នាដោយសម្ព័ន្ធទ្វេអញ្ចឹងមិនថាសម្ព័ន្ធទ្វេនឹងមាន1ឬក៏2ឬក៏លើសពីនេះទេឲ្យតែក្នុងម៉ូលេគុលរបស់វាមានអាតូមកាបូនដែលភ្ជាប់គ្នាដោយសម្ព័ន្ធទ្វេនោះយើងហៅថាជាអាស៊ីតខ្លាញ់មិនឆ្អែតពីព្រោះវាមានអាតូមអ៊ីដ្រូសែនមិនគ្រប់គ្រាន់ហើយមិនកកនៅក្នុងសីតុណ្ហភាពធម្មតាច្រើនមានប្រភពក្នុងប្រេងរុក្ខជាតិនិងមិនបង្កជាជំងឺបេះដូងទេ